ถ้าបងប្អូនធ្លាប់មានអារម្មណ៍ថាក្រោយម៉ោងធ្វើការ8ម៉ោងជីវិតយើងដូចជាចប់ហើយអារម្មណ៍ថាអស់កម្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តដូចជាអស់ថាមពលអស់គំនិតអារម្មណ៍យើងដូចជាទទេស្អាតចង់តែទៅដល់ផ្ទះដេកឬក៏បើកទូរស័ព្ទអស់ចុះអស់ឡើងមើលតែរឿងអបិយោរហូតដល់ទប់ភ្លឺក៏មានយើងមានអារម្មណ៍ថាខ្លួនយើងដូចជាមនុស្សយន្តចឹងធ្វើការទៅផ្ទះដេកហើយធ្វើរឿងដដែលឡើងវិញរហូតពេលខ្លះយើងធ្វើការដើម្បីរកលុយតែពេលខ្លះទៅក៏មានអារម្មណ៍ថាការងារបានយកពេលវេលានិងថាមពលរបស់យើងអស់ទៅវិញយើងមានអារម្មណ៍ថាពេលវេលារបស់យើងទៅបានគេយកទៅបាត់អស់ហើយសួស្តីបងប្អូនស្វាគមន៍មកកាន់ Channel Ignite Grow KA ថ្ងៃនេះខ្ញុំនឹងចែករំលែកនូវគំនិតជាច្រើនដើម្បីបំផុសគំនិតឲ្យបងប្អូនប្រើប្រាស់ពេលវេលារបស់ខ្លួនឲ្យបានត្រឹមត្រូវវាមិនមែនជាការបង្ខំឲ្យបងប្អូនធ្វើការ24ម៉ោងទេតែវាជាការលើកទឹកចិត្តបងប្អូនឲ្យរៀនវិនិយោគលើខ្លួនឯងដើម្បីអនាគតមួយដែលមានសេរីភាពកាន់តែច្រើនតោះចឹងកុំឲ្យខាតពេលយូរយើងមកស្វែងយល់ពីគន្លឹះទាំងអស់នេះគន្លឹះទី1យល់ពីកត្តាដែលធ្វើឲ្យយើងអស់កម្លាំងមុននឹងយើងនិយាយពីរឿងធ្វើអ្វីផ្សេងយើងត្រូវយល់ពីមូលហេតុដែលយើងមានអារម្មណ៍អស់កម្លាំងសិនភាពអស់កម្លាំងក្រោយម៉ោងការងារមិនមែនគ្រាន់តែអស់កម្លាំងរាងកាយទេតែវាជាការអស់កម្លាំងផ្លូវចិត្តដែលហៅថា decision fatigue រាល់ការសម្រេចចិត្តតូចធំនៅកន្លែងធ្វើការដូចជាការឆ្លើយតបអ៊ីមែលការប្រជុំដោះស្រាយបញ្ហាជាមួយអតិថិជនសុទ្ធតែប្រើថាមពលខួរក្បាលរបស់យើងពេលយើងត្រឡប់ដល់ផ្ទះថាមពលនោះស្ទើរតែអស់ហើយអញ្ចឹងយើងចង់ទៅរកធ្វើតែអ្វីដែលមិនតម្រូវឲ្យយើងគិតច្រើនងាយសប្បាយបានលំហែខួរក្បាលយើងជាដើមភាគច្រើនគឺលេងទូរស័ព្ទតែការអូសទូរស័ព្ទក៏មានផលអវិជ្ជមានដែរការមើលព័ត៌មានអវិជ្ជមានឬក៏ការប្រៀបធៀបខ្លួនឯងជាមួយនឹងជីវិតដ៏ល្អឥតខ្ចោះរបស់គេនៅក្នុងបណ្ដាញសង្គមអាចធ្វើឲ្យអារម្មណ៍យើងកាន់តែអាក្រក់ជាងមុនភាពតានតឹងដែលកើតចេញពីការងារក៏អាចបង្កឲ្យមានបញ្ហាដំណេកផងដែរដែលធ្វើឲ្យយើងមានអារម្មណ៍ថាដូចមនុស្សយន្តរស់នៅដដែលពីមួយថ្ងៃទៅមួយថ្ងៃយើងធុញមែនតើជីវិតដូចជាអត់មានអីសុបាយសោះបន្ទាប់ពីយើងបានដឹងពីកត្តាដែលធ្វើឲ្យយើងអស់កម្លាំងយើងចូលទៅគន្លឹះទី2ដើម្បីស្វែងរកវិធីកែប្រែវាគន្លឹះទី2កសាងជីវិតដ៏មានន័យនៅក្រោយម៉ោងការងារនេះជាការបែងចែកពេលវេលានិងរៀបចំគម្រោងក្រោយម៉ោងការងារយើងអាចអភិវឌ្ឍខ្លួនឯងនិងរៀនជំនាញថ្មីម៉ោងនេះគឺជាពេលដែលបងប្អូនអាចវិនិយោគលើខ្លួនឯងធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សពូកែជាងមុនរៀនជំនាញ Digital ដូចជាការរៀនកាត់តវីដេអូរចនារូបភាពការសរសេរអត្ថបទឬការគ្រប់គ្រងបណ្ដាញសង្គមជំនាញទាំងនេះអាចផ្ដល់ឱកាសការងារថ្មីឬបង្កើតចំណូលបន្ថែមបាន15នាទីឬក៏20នាទីឲ្យតែបាននេះមិនមែនជាការងារទេតែជាការស្រឡាញ់ខ្លួនឯងហាត់ប្រាណមិនត្រឹមតែជួយសុខភាពរាងកាយទេតែវាក៏ជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្តបានយ៉ាងល្អដែររៀនភាសាថ្មីការរៀនភាសាអង់គ្លេសចិនកូរ៉េឬជប៉ុនអាចជួយពង្រីកឱកាសការងាររបស់បងប្អូនបានហើយបងប្អូនមិនចាំបាច់ចំណាយពេលច្រើនទេគ្រាន់តែរៀនត្រឹម5ពាក្យថ្មីរៀងរាល់ថ្ងៃក៏បានដែរចាប់ផ្ដើមគម្រោងថ្មីដើម្បី passive income នេះគឺជាចំណុចសំខាន់ដែលខ្ញុំចង់លើកឡើងតើបងប្អូនមានចំណង់ចំណូលចិត្តឬ skill អ្វីខ្លះដែលអាចបង្កើតចំណូលបន្ថែមបានពេលខ្លះចំណូលទាំងនោះអាចក្លាយជា passive income ដែលជួយឲ្យបងប្អូនមានសេរីភាពហិរញ្ញវត្ថុនៅថ្ងៃអនាគតធ្វើជា content creator បងប្អូនអាចចាប់ផ្ដើមពីការធ្វើវីដេអូខ្លីៗលើ TikTok ឬ YouTube ចាប់ផ្ដើមពីអ្វីដែលយើងចូលចិត្តឧទាហរណ៍ចែករំលែកបទពិសោធន៍ធ្វើម្ហូបឬថែសម្រស់ឬក៏ចំណេះដឹងផ្សេងៗពីការងាររបស់យើងការធ្វើបែបនេះមិនត្រឹមតែអាចបង្កើតចំណូលបន្ថែមទេតែវាក៏អាចជួយឲ្យយើងរីកចម្រើននិងស្គាល់មនុស្សថ្មីៗទៀតផង Freelancing ប្រសិនបើបងប្អូនមានជំនាញដូចជា graphic design សរសេរអត្ថបទ copywriting ឬសរសេរកម្មវិធី coding បងប្អូនអាចរកការងារក្រៅម៉ោងតាម website freelance ជាច្រើនបានគន្លឹះទី3ស្វែងរករឿងរ៉ាវជំរុញទឹកចិត្តពីជីវិតពិតយើងទាំងអស់គ្នាដឹងថាការចាប់ផ្ដើមគឺពិបាកចឹងហើយខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្ដែងមួយចំនួនមកចែករំលែកដើម្បីជំរុញលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឧទាហរណ៍នៅក្នុងសៀវភៅមួយក្បាលរបស់ James Clear គឺ Atomic Habits គាត់បានលើកឡើងថា small changes lead to remarkable results គ្រាន់តែការផ្លាស់ប្ដូរតូចមួយប្រចាំថ្ងៃក៏អាចធ្វើឲ្យជីវិតយើងផ្លាស់ប្ដូរបានដែរJ.K. Rowling អ្នកនិពន្ធ Harry Potter គាត់បានសរសេរសៀវភៅរបស់គាត់ក្រោយពេលធ្វើការប្រចាំថ្ងៃក្នុងហាងកាហ្វេតូចមួយគាត់ត្រូវបានគេបដិសេធពីអ្នកបោះពុម្ពរហូតដល់12ដងតែគាត់មិនបោះបង់ការសរសេររបស់គាត់ទេនៅពេលយប់ហើយនៅទីបំផុតការព្យាយាមរបស់គាត់បានក្លាយជាជោគជ័យដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអ្នកនិពន្ធហើយខ្ញុំក៏មាន bonus tip មួយចំនួនដល់បងប្អូនបន្ថែមទៀតនៅក្នុងការចាប់ផ្ដើមទី1កំណត់ពេលវេលាឲ្យច្បាស់លាស់ឧទាហរណ៍បងប្អូនអាចកំណត់ថាក្រោយម៉ោង6ល្ងាចខ្ញុំនឹងហាត់ប្រាណ15នាទីហើយចាប់ផ្ដើមគម្រោងថ្មីរបស់ខ្ញុំការបង្កើតទម្លាប់នេះនឹងជួយឲ្យបងប្អូនមានវិន័យហើយមិនងាយបោះបង់ចោលទី2ចាប់ផ្ដើមពីចំណុចតូចៗយើងមិនចាំបាច់ធ្វើរឿងធំដុំពេកទេទៅចាប់ផ្ដើមពីអ្វីដែលតូចបំផុតឧទាហរណ៍ថ្ងៃនេះខ្ញុំនឹងរៀនភាសាអង់គ្លេសត្រឹមតែ5ពាក្យថ្មីទី3ប្រើប្រាស់ app ឬ website បន្ថែមដូចជា Duolingo សម្រាប់រៀនភាសា Headspace សម្រាប់ meditation ឬ app ផ្សេងៗទៀតសម្រាប់រៀបចំផែនការការងារ
ធៀបទី4រកអ្នកគាំទ្រចូលរួមជាមួយក្រុមដែលមានសំណាងចំណូលចិត្តដូចយើងនេះអាចជួយឲ្យយើងមានកម្លាំងចិត្តនិងបន្តដំណើរទៅមុខបានធៀបទី5ការផ្លាស់ប្ដូរ mindset គំនិតដែលយើងត្រូវផ្លាស់ប្ដូរគឺការធ្វើការ8ម៉ោងហ្នឹងមិនមែនជាបន្ទុកទេវាជាកន្លែងដែលយើងអាចរកលុយដើម្បីបំពេញក្តីសុបិនរបស់យើងបានពេលដែលយើងផ្លាស់ប្ដូរ mindset គិតពីជីវិតក្រោយម៉ោងធ្វើការថាជាឱកាសមួយដ៏ពិសេសអារម្មណ៍យើងនឹងផ្លាស់ប្ដូរទាំងស្រុងព្រោះពេលដែលបងប្អូនធ្វើអ្វីមួយក្រោយម៉ោងធ្វើការគឺបងប្អូនកំពុងតែវិនិយោគលើអនាគតរបស់យើងការរវល់ក្រោយម៉ោងការងារមិនមែនមានន័យថាយើងធ្វើការលើសម៉ោងទេតែមានន័យថាបងប្អូនកំពុងតែកសាងជីវិតសម្រាប់ខ្លួនយើងផ្ទាល់ជីវិតគឺជារបស់យើងទាំងអស់គ្នាមិនមែនជារបស់ការងារទេគ្រប់ពេលដែលបងប្អូនប្រើប្រាស់វាបានល្អជីវិតបងប្អូនក៏កាន់តែល្អជាងមុនដូចគ្នាពេលវេលាក្រោយម៉ោងធ្វើការគឺពេលដែលជីវិតពិតប្រាកដរបស់យើងចាប់ផ្ដើមបើបងប្អូនពេញចិត្តនៅគំនិតដែលបានចែករំលែកនេះបងប្អូនកុំភ្លេចជួយ like និងជួយ subscribe ឲ្យផងណាដើម្បីកុំឲ្យរំលងវីដេអូថ្មីៗពី channel របស់ admin អរគុណបងប្អូនដែលបានមើលវីដេអូនេះដល់ចប់ខ្ញុំនឹងជួបបងប្អូននៅក្នុងវីដេអូក្រោយៗទៀតណាបាយបាយ